កាលឆមានមុនគ្នាយើងធ្វើកិច្ចការផ្ទះច្រឡំសពនាមសំណួរហើយនឹងគុណនាមសំណួរយើងមានខុសគ្នាណាពីច្រើននៅcònបើសពនាមវានៅតែឯងបើគុណនាមវាត្រូវតែនៅក្បែរនាមហើយពាក្យវាផែគ្នាទេគាត់ថាខុសតែមុខងារដល់ពេលអញ្ចឹងយើងអាចច្រឡំច្រើនដល់ពេលដែលយើងប្រើប្រាស់ហ្នឹងហើយនឹងគ្រូបញ្យល់តែបន្តិចទេព្រោះវាមិនមានអីច្រើនទេសពនាមសំណួរយើងប្រើភាសាអង់គ្លេស interrogative pronouns អញ្ចឹងដូចអ្វីខ្ញុំរំលឹកមុនដែរយើងមានឧទាហរណ៍មួយចំនួនដើម្បីយើងឆាប់យល់នៅមុខងារនេះពាក្យអញ្ចឹងយើងមើលនៅក្នុងល្បះនីមួយៗខ្ញុំយើងព្យាយាមរកទាំងអស់គ្នាតើរកឃើញអត់សពនាមសំណួរហ្នឹងឥឡូវយើងមើលនេះល្បះទី1តើអ្នកណាជាអ្នកផ្ដើមធ្វើបុណ្យនេះពាក្យណាជាសពនាមសំណួរណាគឺពាក្យអ្នកណាភាសាអង់គ្លេសគឺ who ឃើញវានៅតែឯងកាលណានៅតែឯងដូចករណីអញ្ចឹងគឺជាសពនាមល្បះទី2តើអ្នកណាតើនរណាខ្លះបានចូលរួមក្នុងពិធីបុណ្យនេះហ្នឹងហើយនរណាខ្លះភាសាអង់គ្លេសគឺ who ល្បះទី3តើអ្នកណាខ្លះចេះរាំអញ្ចឹងយើងឃើញពាក្យណាពាក្យអ្នកណាពាក្យអ្នកណាភាសាអង់គ្លេសគឺ who ល្បះមួយទៀតតើយើងត្រូវការអ្វីខ្លះសម្រាប់ប្រគេនព្រះសង្ឃពាក្យណាជាសពនាមសំណួរអ្វីខ្លះហ្នឹងហើយអ្វីខ្លះគឺភាសាអង់គ្លេសគឺ what ល្បះទី5តើមានអ្វីឲ្យខ្ញុំជួយទេពាក្យណាពាក្យអ្វីណាល្បះទី6តើអ្នកចិញ្ចឹមស្អីខ្លះពាក្យស្អីអញ្ចឹងចេះជប់គ្នាអញ្ចឹងយើងឲ្យនិយមន័យបានណាសពនាមសំណួរគឺជាអីគឺជាពាក្យសម្រាប់សួរអំពីមនុស្សសត្វវត្ថុរុក្ខជាតិអីជាដើមតើសពនាមសំណួរមានពាក្យអីខ្លះអញ្ចឹងមានតិចទេណាទី1យើងប្រើសម្រាប់មនុស្សមានពាក្យនរណាអ្នកណាមួយនរណាមួយអ្នកណាខ្លះនរណាខ្លះហើយនឹងរបស់អ្នកណាភាសាអង់គ្លេសមានតែ3នេះទេសម្រាប់មនុស្សគឺ who whom and whose ពាក្យ who នេះគឺអ្នកណានរណាអ្នកណាមួយនរណាមួយអ្នកណាខ្លះហើយ whom នេះក៏ដូចគ្នាដែរគាត់តែមួយប្រើជាប្រធានមួយប្រើជាកម្មបត្តិហើយនេះ whose នេះប្រើជាលក្ខណៈកម្មសិទ្ធិរបស់កម្មសិទ្ធិណាដូចយើងសួរអញ្ចឹងអានេះ whose is that តើប្រអប់នេះជារបស់អ្នកណា whose is that ជាសព្វនាមសំណួរប៉ុន្តែយើងប្រើជាលក្ខណៈកម្មសិទ្ធិដែរហើយមួយទៀតសម្រាប់សត្វទាំងប្រើពាក្យស្អីហើយនឹងអ្វីខ្លះអញ្ចឹងមានតែពាក្យអង់គ្លេសមានតែ what ហើយនឹង which ប៉ុន្តែwhich នេះគឺប្រើសម្រាប់សួរលក្ខណៈជំរើសអញ្ចឹងមានតែ2ពាក្យហ្នឹងណាហើយសម្រាប់វត្ថុឲ្យសត្វដូចគ្នាពាក្យអង់គ្លេសតែមួយទេប៉ុន្តែយើងខ្មែរយើងមានអីអ្វីមួយអ្វីខ្លះគឺមានតែពាក្យអង់គ្លេសមានតែ what and which ទេមានអីមានពាក្យផ្សេងទៀតដូចជាមួយណាក៏យើងប្រើពាក្យនេះដែរមួយណាប្រើពាក្យ which ក៏អ្វីមួយអ្វីខ្លះអីអ្វីមួយណាអស់ណាពាក្យមានតែប៉ុណ្ណឹងខ្លីស្រួលអត់មានអីច្រើនទេមានសំណួរអាចសួរមានសំណួរ
អត់សំណួរមានយល់អស់ហើយចឹងតោះបាត់